បាទបងប្អូនទាំងអស់គ្នាមកឥឡូវខ្ញុំត្រៀមរួចហើយបាទនេះផ្ទះបាទវេឆាយកទៅលីងខ្មុលបាទខ្ញុំបានទិញខ្មុលមកពីផ្សារដើម្បីយកមកលីងហូបខ្លួនឯងបាទចាំមើលវិធីធ្វើយ៉ាងម៉េចដែរតោះទៅទាំងអស់គ្នាបាទជាដំបូងខ្ញុំបង្កាត់ភ្លើងបង្កាត់អីរួចហើយដាក់ខ្ទះលើភ្លើងទៅបាទរួចហើយចាំឲ្យវាក្តៅខ្ទះហើយបានខ្ញុំចាក់ខ្លាញ់ចូលបាទអ្នកទាំងអស់គ្នាក៏បន្ទាប់មកក៏ខ្ញុំហាន់ខ្ទឹមបារាំងបាទអានេះគឺខ្ទឹមបារាំងអ្នកទាំងអស់គ្នាបាទហើយក៏ខ្ញុំដាក់ចូលក្នុងខ្លាញ់ដែលវាក្តៅទៅបាទកូរវាឲ្យសប់មកទទុះទៅបាទហ្នឹងហើយបាទមើលទៅវាឡើងពួងល្មមអញ្ចឹងណាអ្នកទាំងអស់គ្នាបាទបន្ទាប់មកទៀតក៏ខ្ញុំទៅយកខ្មុលបាទពេលហ្នឹងបាទទៅយកតាប់ខ្មុលយើងលាងសម្អាតវាឲ្យស្អាតអញ្ចឹងណាបាទហ្នឹងហើយទីទៀតខ្ញុំនឹងចាក់ចូលទៅហើយបាទអ្នកទាំងអស់គ្នាបាទនេះបាទតាក់ខ្មុលខ្ញុំលាងបានស្អាតហើយបាទខ្ញុំក៏ចាក់ចូលទៅបាទចាក់ចូលលីងច្បល់ចូលគ្នាអញ្ចឹងណាអ្នកទាំងអស់គ្នាបាទហ្នឹងហើយដូចក្នុងរូបភាពអញ្ចឹងអ្នកទាំងអស់គ្នាណាអត់ចេះធ្វើមើលតាមហ្នឹងទៅដឹងតែចេះធ្វើហ្មងបាទហ្នឹងហើយមើលជាបន្តទៅបាទហើយលីងវាឲ្យចប់ឲ្យទុកវាមកទទុះឲ្យវារៀងដាច់ទឹកបន្តិចណាអ្នកទាំងអស់គ្នាបាទឲ្យវារៀងដាច់ទឹកបន្តិចបាទរួចហើយខ្ញុំដាក់ស្លឹកក្រូចចូលបាទដាក់ស្លឹកក្រូចចូលដើម្បីឲ្យវាឈ្ងុយបាទអ្នកទាំងអស់គ្នាបាទបន្តមកទៀតគឺខ្ញុំអត់មានដាក់គ្រឿងអីច្រើនទេអ្នកទាំងអស់គ្នាបាទទីទៀតហ្នឹងខ្ញុំដាក់គ្រឿងដែលខ្ញុំផ្សំហ្នឹងគឺមានរ៉េឌីមានអីប៊ីចេងអីតាមតិចចឹងណាចូលគ្នាហើយខ្ញុំដាក់បញ្ចូលគ្នាហ្មងទៅនេះបាទហ្នឹងហើយឃើញណាបាទហើយក៏មានអំបិលដាក់បន្តិចជាមួយផងបាទកុំឲ្យដាក់ច្រើនពេកកាត់ប្រៃបាទអ្នកនរគ្នាបាទអញ្ចឹងចូលបញ្ចូលទស្សនាទៅបាទដាក់រងាស់វាមកទទុះដើម្បីឲ្យវាលឹកក្រូចហ្នឹងក៏វាទុនហើយក៏វាស្រួយអញ្ចឹងណាអ្នកនរគ្នាបាទនេះគឺស្រួយទាំងស្លឹកក្រូចទាំងអស់ហ្នឹងអ្នកនរគ្នាបាទអញ្ចឹងបាទការបំពងគឺដូចបំពងចរិតបំពងកដោបអីដូចគ្នាអញ្ចឹងណាអ្នកទាំងអស់គ្នាអើយបាទហ្នឹងហើយរួចហើយយើងទៅហាន់ម្ទេសបាទម្ទេសក្រហមបាទអ្នកនរគ្នាបាទហាន់វាជាចំណិតមកខ្ញុំហាន់រួចហើយបាទអ្នកនរគ្នាទៀតនេះខ្ញុំដាក់ចូលទៅហើយបាទដើម្បីឲ្យវាមានភាពហឹរតិចនៅក្នុងហ្នឹងណាបាទឲ្យមានអាជីរសបន្ថែមបាទអ្នកនរគ្នាបាទអានេះគិតហើយមើលទៅបាទអ្នកនរគ្នាបាទយកលីងឲ្យវាដាច់ទឹកបន្តិចទៅឲ្យវាស្រួយអ្នកនរគ្នាបាទប៉ុន្តែកុំឲ្យស្រួយពេកបន្ទាប់មកខ្ញុំដាក់អានេះក៏ខ្ញុំត្រៀមត្រាច់ដែរបាទមានលក្រីលក្អីដាក់បន្ថែមរសជាតិវាបាទឲ្យវាកាន់តែមានអាជីរសឈ្ងុយឆ្ងាញ់អញ្ចឹងណាអ្នកទាំងអស់គ្នាបាទដាក់ស្លឹកក្រូចដាក់ស្លឹកគ្រៃស្លឹកអីហាន់វាឲ្យមកស្អាតអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងឯងអរគុណច្រើនសូមជម្រាបលាបងប្អូនបាទហ្នឹងហើយសូមជួយគាំទ្រខ្ញុំម្នាក់មួយផងបាទអរគុណបាយបាយ